អញ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឲ្យលោកឌួងឆាយប្រគល់កូនស្រីឲ្យទៅឈ្មោះ Date Marina យោងតាមលិខិតជូនដំណឹងនៃអញ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី26ខែមីនាឆ្នាំ2025នេះបានបង្គាប់ឲ្យឈ្មោះឌួងឧត្តមឆវិនហៅឌួងឆាយភេទប្រុសសញ្ជាតិខ្មែរត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឈ្មោះឌួងរាជនីគុជភេទស្រីកើតនៅថ្ងៃទី26ខែកក្កដាឆ្នាំ2019ឲ្យទៅឈ្មោះ Date Marina ភេទស្រីសញ្ជាតិខ្មែរដែលត្រូវជាម្ដាយនិងជាម្ចាស់បំណុលនៃការអនុវត្តឬប្រគល់មកឲ្យអញ្ញាសាលានៃសាលាដំបងរាជធានីភ្នំពេញតាមអំណាចនៃការសម្រេចចុះនៅថ្ងៃទី7ខែមិថុនាឆ្នាំ2024របស់សាលាឧទ្ធរភ្នំពេញឲ្យបានឆាប់រហ័សក្នុងរយៈពេល7ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី2ខែមេសាឆ្នាំ2025វេលាម៉ោង 17:00 ជាកំហិតតាមរយៈខ្លឹមសារលម្អិតនៅក្នុងសេចក្តីជូនដំណឹងមានដូចតទៅនេះយើងខំសុមករាអញ្ញាសាលានៃសាលាដំបងរាជធានីភ្នំពេញបានទទួលចាត់ការសំណុំរឿងអនុវត្តដោយបង្ខំលេខ44ចុះនៅថ្ងៃទី25ខែកញ្ញាឆ្នាំ2024របស់អញ្ញាសាលានៃសាលាដំបងរាជធានីភ្នំពេញសូមជម្រាបឈ្មោះឌួងឧត្តមឆវិនហៅឌួងឆាយភេទប្រុសសញ្ជាតិខ្មែរមានទីលំនៅនៅផ្ទះលេខ 15B ផ្លូវលេខ105សង្កាត់បឹងប្រលិតខណ្ឌ7មករារាជធានីភ្នំពេញជាកូនបំណុលនៃការអនុវត្តឲ្យបានជ្រាបថាដោយការសម្រេចលេខ08ក្រសអដល់កសចុះនៅថ្ងៃទី7ខែមិថុនាឆ្នាំ2024របស់សាលាឧទ្ធរភ្នំពេញបានចូលជាស្ថាពរនិងមានអនុភាពអនុវត្តតាមផ្លូវច្បាប់កាលពីថ្ងៃទី17ខែមីនាឆ្នាំ2025អញ្ញាសាលាបានចុះអនុវត្តដោយការសម្រេចនេះម្ដងរួចមកហើយប៉ុន្តែការអនុវត្តនេះមិនបានសម្រេចអំពើដែលមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការគឺជាបទល្មើសព្រហ្មទណ្ឌបទធ្វើឲ្យបាត់ជំនឿចិត្តលើសេចក្តីសម្រេចរបស់តុលាការត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ6ខែនិងពិន័យជាទឹកប្រាក់ពី1សែនរៀលទៅ1លានរៀលស្របតាមមាត្រា523ក្រមព្រហ្មទណ្ឌនៃប្រជាណាចក្រកម្ពុជាហើយដូច្នេះអញ្ញាសាលានៃសាលាដំបងរាជធានីភ្នំពេញសូមបង្គាប់ឲ្យឈ្មោះឌួងឧត្តមឆវិនហៅឌួងឆាយភេទប្រុសសញ្ជាតិខ្មែរត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឈ្មោះឌួងរាជនីគុជភេទស្រីកើតនៅថ្ងៃទី26ខែកក្កដាឆ្នាំ2019ឲ្យទៅឈ្មោះដេតម៉ាលីណាភេទស្រីសញ្ជាតិខ្មែរដែលត្រូវជាម្ដាយនិងជាម្ចាស់បំណុលនៃការអនុវត្តឬប្រគល់ឲ្យមកអញ្ញាសាលានៃសាលាដំបងរាជធានីភ្នំពេញតាមអំណាចនៃដីកាសម្រេចលេខ8ក្រសអដល់កសចុះថ្ងៃទី7ខែមិថុនាឆ្នាំ2024របស់សាលាឧទ្ធរភ្នំពេញឲ្យបានឆាប់រហ័សក្នុងរយៈពេល7ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី2ខែមេសាឆ្នាំ2025វេលាម៉ោង 17:00 ជាកំហិតនៅក្នុងករណីលោកពុំព្រមធ្វើការអនុវត្តដោយស្ម័គ្រចិត្តនិងមិនអនុវត្តតាមអំណាចនៃដីកាសម្រេចខាងលើនេះអញ្ញាសាលានឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតអាស្រ័យហេតុនេះសូមលោកឌួងឧត្តមឆវិនហៅឌួងឆាយត្រូវធ្វើការអនុវត្តឲ្យខានតែបានត្រយងនាំសារពិតគ្រប់ទីកន្លែង